កុំធ្វើខ្លួនជាមនុស្សគ្មានតម្លៃឡើងពីការលះបង់ប៉ុន្តែការគោរពមិនកើតឡើងដោយសារតែអ្នកផ្ដល់ឲ្យគេច្រើនប៉ុណ្ណានោះទេការគោរពកើតឡើងនៅពេលដែលអ្នកបង្រៀនអ្នកដទៃអំពីរបៀបដែលគួរប្រព្រឹត្តចំពោះអ្នកហើយនេះគឺជារឿងដែលសាលារៀនមិនដែលបង្រៀនយើងទេដូច្នេះនៅក្នុងប្រធានបទមួយនេះនៅថ្ងៃនេះយើងនឹងមិននិយាយថាឈប់ធ្វើល្អទេពីព្រោះការធ្វើអំពើល្អមិនមែនជាបញ្ហាពិតប្រាកដគឺនៅពេលដែលអ្នកលះបង់តម្លៃរបស់ខ្លួនឯងដើម្បីទិញការពេញចិត្តពីអ្នកដទៃហើយនៅពេលដែលអ្នកយល់អំពីរបៀបដែលមនុស្សរៀនឲ្យតម្លៃឬក៏មើលរំលងអំពីតម្លៃរបស់អ្នកនឹងឈប់សួរថាហេតុអ្វីគេធ្វើបែបនេះដាក់ខ្ញុំហើយអ្នកនឹងចាប់ផ្ដើមសួរថាតើខ្ញុំកំពុងតែបង្រៀនពួកគេឲ្យប្រព្រឹត្តចំពោះខ្ញុំបែបណាហើយសំណួរមួយនេះអាចផ្លាស់ប្ដូរមិនត្រឹមតែទំនាក់ទំនងរបស់អ្នកប៉ុន្តែវាអាចផ្លាស់ប្ដូរអំពីរបៀបដែលអ្នកមើលឃើញតម្លៃរបស់ខ្លួនឯងអស់មួយជីវិតដូច្នេះលោកអ្នកមិនបានបាត់បង់តម្លៃទេប៉ុន្តែប្រហែលជាអ្នកបានបង្រៀនអ្នកដទៃឲ្យប្រព្រឹត្តចំពោះអ្នកបែបនេះដូច្នេះអ្នកកំពុងតែបង្រៀនមនុស្សលោកអ្នកស្ដាប់ជាទីគោរពរឿងដំបូងដែលអ្នកកំពុងតែធ្វើឲ្យខ្លួនឯងគ្មានតម្លៃអ្នកកំពុងតែបង្រៀនមនុស្សអំពីរបៀបប្រព្រឹត្តចំពោះអ្នកលោកអ្នកសាកស្រមៃទៅមើលអ្នកមានមិត្តរួមការងារម្នាក់ដំបូងកាត់សភាពរាបសាររាល់ពេលដែលត្រូវការជំនួយកាន់និយាយថាបើមិនរវល់ទេតើអាចជួយខ្ញុំបន្តិចបានទេអ្នកញញឹមហើយជួយគាត់ពី3ថ្ងៃក្រោយមកគាត់មកសុំជំនួយម្ដងទៀតអ្នកក៏ជួយដូចមុនបន្ទាប់មកការសុំជំនួយក៏คล้ายទៅជារឿងដែលកើតឡើងស្ទើរតែរាល់ថ្ងៃលើកនេះគាត់លេងសួរទៀតហើយថាតើអ្នករវល់ដែរទេគាត់គ្រាន់តែនិយាយថាជួយធ្វើរឿងនេះឲ្យខ្ញុំផងអ្នកនៅតែជួយហើយមួយរយៈក្រោយមកគាត់នឹងចាប់ផ្ដើមទុកការងាររបស់គាត់នៅលើតុរបស់អ្នកធ្វើដូចជាវាជារឿងធម្មតាដូច្នេះនៅថ្ងៃមួយអ្នកនឹងមានអារម្មណ៍ថាហេតុអ្វីក៏គាត់ហ៊ានធ្វើបែបនេះប៉ុន្តែមាន